ជំរាបសួរបងប្អូនទាំងអស់គ្នាពីកោះប្រែពី Ireland ចានៅក្នុងវីដេអូនេះខ្ញុំសូមreview កន្លែងដែលខ្ញុំមកស្នាក់នៅក្នុងចុងសប្តាហ៍ហ្នឹងគឺរយៈពេល2យប់3ថ្ងៃចាដែលសន្តាគារនេះគឺមានឈ្មោះថា The Camp Anchorage នៅពេលដែលចូលមកដល់ភ្លាមគឺជួប receptionist គឺគាត់រួសរាយរាក់ទាក់ដាក់យើងខ្លាំងមែនទែន helpful តែម្ដងអញ្ចឹងបងប្អូនចូលមកខាងក្នុងនេះជាមួយខ្ញុំនៅពេលដែលខ្ញុំកក់សន្តាគារនេះគឺខ្ញុំកក់មុនថ្ងៃដែលខ្ញុំចេញមកមួយថ្ងៃដោយសារដំបូងឡើយគឺខ្ញុំអត់មានគម្រោងថាមក holiday ទេពួកអីគិតថាកូនរៀនពីច័ន្ទដល់សុក្រអញ្ចឹងណាតែស្រាប់តែអាទិត្យហ្នឹងកូនប្រាប់ថាថ្ងៃសុក្រគេអត់រៀនទេដល់ពេលអញ្ចឹងទៅគិតចុះគិតឡើងថាយើងគួរតែធ្វើ holiday ទៅកន្លែងណាមួយអញ្ចឹងណាព្រោះអីវា long weekend ចឹងហើយស្វាមីខ្ញុំក៏គាត់មានការងារដែលគេហៅថា flexi time គឺដាក់ច្បាប់នៅកន្លែងការងារមួយថ្ងៃនាំកូននាំប្រពន្ធដើរលេងតែម្ដងចឹងសន្តាគារនេះគឺមួយយប់$350វាមិនមែនជាកន្លែងដែលថ្លៃជាងគេបំផុតអីទេបងប្អូនវាមិនថ្លៃពេកហើយក៏វាមិនថោកពេកដែរចាអញ្ចឹងវាមិនមែនជាលក្ខណៈសន្តាគារទេវាដូចជាលក្ខណៈ condo អញ្ចឹងព្រោះនៅក្នុងនេះគឺវាមានសម្ភារៈចាសពគ្រប់ឲ្យយើងប្រើប្រាស់ហើយមានផ្ទះបាយមួយឡើងធំដែលនៅក្នុងផ្ទះបាយហ្នឹងគឺមានចានឆ្នាំងចាមាននិយាយទៅមានមកសពគ្រប់មាន microwave មានម៉ាស៊ីនឆុងកាហ្វេចាហើយមាន balcony ដែលយើងអាចមើលទេសភាពទៅកាន់ផ្ទៃសមុទ្របានយ៉ាងស្រស់ស្អាតហើយមិនតែប៉ុណ្ណោះគឺមានបន្ទប់គេង2ចាក្នុងបន្ទប់នីមួយៗគឺមានគ្រែ2ហើយមានបន្ទប់ទឹកចំនួន2ចាហើយលើពីនឹងទៀតគឺមានកន្លែងលេងជាច្រើនដូចជាកន្លែងលេង tennis ឬក៏កន្លែង spa នៅក្នុងចាសន្តាគារហ្នឹងណាបងប្អូនចាហើយសម្រាប់បងប្អូនដែលមានបំណងចង់មកលេងកោះប្រែពី Ireland បងប្អូនគួរតែកក់មួយខែមុននេះទៅបានរាំងធូរថ្លៃបន្តិចតែសម្រាប់ខ្ញុំកក់ភ្លាមហើយម្យ៉ាងទៀតខ្ញុំមានគ្រួសារចាមានកូនអញ្ចឹងគឺខ្ញុំមិនអាចគេងបន្ទប់មួយក្រេមួយបានទេចឹងខ្ញុំត្រូវចំណាយលុយរាំងច្រើនជាងគេបន្តិចហើយចំពោះការហូបចុកវិញនៅក្នុងសន្តាគារហ្នឹងគឺអត់មានរេស្តូរ៉ង់ទេប៉ុន្តែបងប្អូនអាចធ្វើម្ហូបយកមកពីផ្ទះក៏បានឬក៏បងប្អូនអាចធ្វើម្ហូបនៅក្នុងapartment ហ្នឹងក៏បានដែរចឹងសម្រាប់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំបានរៀបចំម្ហូបពីផ្ទះមកខ្លះចាពួកអីយើងអត់អាចថារំពឹងលើការហូបចុកខាងក្រៅបានទាំងស្រុងអញ្ចឹងណាហើយម្យ៉ាងទៀតចំណីអាហារនៅលើកោះនេះគឺថ្លៃគួរសមដែរអញ្ចឹងបើសិនជាបងប្អូនមានលទ្ធភាពបងប្អូនទៅញ៉ាំខាងក្រៅគ្រប់ពេលក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំវេចខ្ចប់មកដើម្បីកាត់បន្ថយការចំណាយខ្លះហើយនេះជាទិដ្ឋភាពនៅពេលយប់ចាចឹងរាំងស្ងាត់ចងំបងប្អូនហើយផ្ទៃដីនៅក្នុងសន្តាគារនេះគឺធំមែនទែនខ្ញុំគិត